ប្រិយមិត្តរបស់ YouTube Channel ទេសទុំជាទីមេត្រីអ្វីដែលជាការរងចាំរបស់ប្រិយមិត្តបានមកដល់ហើយនោះគឺជាការបោះពុម្ពផ្សាយជាសាធារណៈនៅសៀវភៅអក្សរសិល្ប៍ខ្មែររឿងរដ្ឋមន្ត្រីកូវីដភាគទី2ដែលខ្លួនខ្ញុំទេសទុំបានទទួលអភ័យឯកសិទ្ធិពេញលេញពីអ្នកនិពន្ធគឺឯកឧត្តមទេសរដ្ឋមន្ត្រីព្រំសុខាអតីតរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈដែលលោកបានអនុញ្ញាតឲ្យខ្ញុំបានចុះផ្សាយទាំងស្រុងនៅខ្លឹមសារសាច់រឿងរដ្ឋមន្ត្រីកូវីដភាគទី2ឆ្លៀតក្នុងឱកាសនេះខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសារជាថ្មីម្ដងទៀតចំពោះការគាំទ្រដ៏ស្មោះសរកុះករនិងឃ្លាវខ្លាពីសំណាក់ប្រិយមិត្តទាំងអស់ចំពោះការផ្សាយ YouTube Channel ទេសទុំរបស់ខ្ញុំតាំងពីដើមរៀងមកដែលបានញ៉ាំងឲ្យការខិតខំប្រឹងប្រែងនិងការសម្ដែងនានារបស់ខ្ញុំកាន់តែត្រូវបានកក្រើករំពើកនិងជាទីចាប់អារម្មណ៍កាន់តែខ្លាំងក្លាបន្ថែមទៀតរួមចំណែកកាន់តែស័ក្តិសមថែមទៀតជាមួយយុទ្ធមិត្តស្មារតីដទៃទៀតក្នុងសមរភូមិសតិអារម្មណ៍ខ្ញុំសូមជម្រាបជូនប្រិយមិត្ត YouTube Channel ទេសទុំជាទីរាប់អានទាំងអស់មេត្តាជ្រាបថាការពិតអ្នកនិពន្ធចង់ឲ្យការបោះពុម្ពផ្សាយសៀវភៅរដ្ឋមន្ត្រីកូវីដនេះអាចប្រព្រឹត្តទៅឲ្យបានកាន់តែឆាប់កាន់តែល្អពោលគឺតាំងតែពីក្នុងកំឡុងពេលមុនឆ្លងឆ្នាំ2025មកម្លេះប៉ុន្តែដោយមានព្រឹត្តិការណ៍ជាតិកើតឡើងចេញពីសង្គ្រាមឈ្លានពានរបស់ខ្មាំងសៀមសាម៉ានរំលោភមកលើព្រលឹងជាតិលើតំបន់ព្រំដែននិងគំរាមកំហែងដល់សុខសន្តិភាពរបស់ទឹកដីនិងប្រជាជនកម្ពុជាអ្នកនិពន្ធបានពន្យាពេលនៃការសម្ពោធសៀវភៅរដ្ឋមន្ត្រីកូវីដជាផ្លូវការសិនរងចាំពេលវេលាសមស្របណាមួយនៅពេលខាងមុខជាជំនួសវិញអ្នកនិពន្ធបានច្នៃការចាប់ផ្ដើមជាបណ្ដានៅដំណើរការផ្សព្វផ្សាយមានជាអាចបទសម្ភាសន៍ផ្ទាល់ជាមួយស្មេការផ្សាយតាម YouTube Channel ទេសទុំនិងមធ្យោបាយផ្សេងទៀតសម្ដៅឆ្លើយតបបានយ៉ាងសមស្របចំពោះការតាមដានអាននិងស្ដាប់ខ្លឹមសារសំខាន់នៃសាច់រឿងទាំងស្រុងដើម្បីជាគុណប្រយោជន៍ទូទៅផងជាកតេដំបូន្មានផងនិងជាការរួមចំណែកឲ្យកាន់តែឆាប់រហ័សទាន់ចិត្តនិងជាក់ស្ដែងជាមួយចលនាសាមគ្គីជាតិការពារអធិបតេយ្យបូរណភាពទឹកដីនិងមាតុភូមិកម្ពុជាជាទីស្នេហារបស់យើងទាំងអស់គ្នាផងអាស្រ័យហេតុនេះកម្មវិធីផ្សាយ YouTube Channel ទេសទុំនៅពេលនេះគឺជាការបើកផ្លូវជម្រាបជូនប្រិយមិត្តដើម្បីបានទទួលសន្តាប់នៅខ្លឹមសារសំខាន់ទាំង3ដូចតទៅ1វត្ថុបំណងសំខាន់នៃការបោះពុម្ពផ្សាយជាសាធារណៈសៀវភៅរដ្ឋមន្ត្រីកូវីដភាគទី2 2វាចាអ្នកនិពន្ធ3ពំនូលនិងការស្មូតកំណាព្យរដ្ឋមន្ត្រី3ឆ្នាំឬ3ឆ្នាំចាំមិនភ្លេចវត្ថុបំណងសំខាន់នៃការបោះពុម្ពផ្សាយជាសាធារណៈសៀវភៅរដ្ឋមន្ត្រីកូវីដអ្នកនិពន្ធចំណាយពេល3ឆ្នាំដើម្បីចងក្រងសំណេរកំណត់ត្រាជាសៀវភៅអក្សរសិល្ប៍មានកម្រាស់រាប់រយទំព័ររៀបរាប់ពីជីវិតការងាររបស់មន្ត្រីសាធារណៈម្នាក់ដែលបានបំពេញភារកិច្ចបម្រើជាតិមាតុភូមិនិងប្រជាជនអស់រយៈពេល47ឆ្នាំកន្លងមកជាអាចកំឡុងពេលធ្វើជារដ្ឋមន្ត្រី3ឆ្នាំក្នុងកាលៈទេសៈពិសេសនៃការរាតត្បាតជំងឺឆ្លងជាសកល COVID-19 2020-2023 ស្មេសៀវភៅរដ្ឋមន្ត្រីកូវីដខិតខំប្រមូលផ្ដុំពិសោធន៍ការងារជាឧត្តមមានុវត្តដោយបានឆ្លងកាត់វិញ្ញាសាសាក់លបងបំពេញភារកិច្ចជាក់ស្ដែងលើវិស័យរដ្ឋបាលសាធារណៈនៅកម្ពុជាដែលឆ្លុះបញ្ចាំងពីទិដ្ឋភាពសង្គមនយោបាយនិងសេដ្ឋកិច្ចពីមរតកប្រវត្តិសាស្ត្របន្សល់ទុកមកដោយសារសង្គ្រាមនិងរបបប្រល័យពូជសាសន៍
ព្រមទាំងពីបញ្ហាទាំងឡាយនាពេលបច្ចុប្បន្នដែលបណ្ដាលមកពីការប្រជែងគ្នាយ៉ាងក្តៅគគុកដណ្ដើមឥទ្ធិពលភូមិសាស្ត្រនយោបាយរបស់មហាអំណាចពិភពលោកការបញ្ចប់សម័យកាល COVID-19 បានផ្ដល់មេរៀនពិសោធន៍សម្រាប់ប្រទេសនីមួយៗនៅលើភពផែនដីការរាតត្បាតជំងឺ COVID-19 បានបង្ហាញពីករណីសិក្សាសំខាន់មួយសម្រាប់ពិភពលោកទាំងមូល COVID-19 ជាវិញ្ញាសាសាកល្បងសកលចំពោះអភិបាលកិច្ចនិងភាពធន់សង្គមពេលនោះកម្ពុជាដែលស្ថិតក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់អតីតនាយករដ្ឋមន្ត្រីសម្ដេចតេជោ ហ៊ុនសែនបានបង្កើតប្រវត្តិជោគជ័យនៃសង្គ្រាមដណ្ដើមជីវិតពលរដ្ឋពីមាត់ជ្រោះមរណៈ COVID-19 សៀវភៅរដ្ឋមន្ត្រី COVID ចូលរួមចំណែករំលឹកឡើងវិញនៅព្រឹត្តិការណ៍ចលនាសាមគ្គីជាតិតស៊ូប្រយុទ្ធឈ្នះ COVID-19 ដែលជាមេរៀនពិសោធន៍សម្រាប់កូនខ្មែរគ្រប់ស្រទាប់សង្គមតរៀងមកថ្មីនេះការប្រយុទ្ធដ៏អង់អាចក្លាហានរបស់វីរៈកងទ័ពកម្ពុជាតទល់នឹងការរំលោភបំពានដ៏កក្លឿនរបស់កងទ័ពសៀមនៅតាមបណ្ដោយព្រំដែនប្រទេសទាំងពីរចាប់តាំងពីការប៉ះទង្គិចដោយអាវុធដ៏គ្រោះថ្នាក់5ថ្ងៃក្នុងរយៈពេល5ខែកន្លងទៅមកដល់ថ្ងៃទី7ខែធ្នូឆ្នាំ2025នេះបានคล้ายមកជាសង្គ្រាមដែលសៀមឈ្លានពានព្រំដែនកម្ពុជាយ៉ាងពេញបន្ទុកនេះជាសង្គ្រាមស្នេហាជាតិដ៏ស្រួចស្រាលមោះមុតអត់ធ្មត់របស់ប្រជាជនកម្ពុជាទាំងមូលដើម្បីការពារបូរណភាពទឹកដីសម្បត្តិវប្បធម៌ជាតិនិងសេចក្តីសុខក្សេមក្សាន្តជាផ្លែផ្កានៃសន្តិភាពដែលយើងទទួលបានក្នុងកំឡុងពេល27ឆ្នាំចុងក្រោយនេះពោលគឺចាប់តាំងពីក្រោយឆ្នាំ1998មកទល់បច្ចុប្បន្នទោះបីមិនបានកាន់អាវុធផ្ទាល់ចូលរួមក្នុងការតស៊ូប្រយុទ្ធប្រឆាំងនិងឧបាយកលអនុត្តរមហិច្ឆតាសាមានយ៉ាងកក្លឿននិងអំពើឈ្លានពានដ៏យង់ឃ្នងរិស្យាអមនុស្សធម៌របស់កងទ័ពសៀមមកលើព្រលឹងជាតិទឹកដីនិងប្រជាជនកម្ពុជាខ្ញុំក៏ដូចជាស្មេកវីនិពន្ធសិល្បករនិងយុទ្ធជនស្មារតីដទៃទៀតបានប្រើដងបក្ការួមចំណែកលើកទឹកចិត្តចលនាស្នេហាជាតិកសាងខឿនការពារជាតិការពារប្រទេសដើម្បីអធិភាពស្ថិតស្ថេរគង់វង្សនិងអនាគតយូរអង្វែងរបស់ស្រទាប់មនុស្សកម្ពុជាគ្រប់ជំនាន់តទៅមុខទៀតដោយធ្លាប់របួសរងគ្រោះឈឺចាប់ដោយសារសង្គ្រាមប្រជាជនកម្ពុជាស្អប់ខ្ពើមសង្គ្រាមស្រឡាញ់សន្តិភាពដឹងគុណសន្តិភាពនិងត្រូវតស៊ូបដូរផ្ដាច់ថែរក្សាការពារសន្តិភាពជាការគប់ជួនគ្នាកម្ពុជាកំណត់យកថ្ងៃទី7ខែធ្នូរៀងរាល់ឆ្នាំជាទិវាជាតិអ្នកនិពន្ធឆ្លើយតបតាមស្មារតីនៃសារលិខិតរបស់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីក្នុងឱកាសទិវាជាតិអ្នកនិពន្ធឆ្នាំ2025ក្រោមប្រធានបទអ្នកនិពន្ធគឺជាទូតសុឆន្ទៈក្នុងការអភិរក្សនិងអភិវឌ្ឍវប្បធម៌ដើម្បីសន្តិភាពខ្ញុំសូមចូលរួមអបអរសាទរគាំទ្រយ៉ាងឃ្លាវខ្លានិងបដិញ្ញាបន្តបង្កើតស្នាដៃដើម្បីរួមចំណែកលើកកម្ពស់គុណតម្លៃនៃវប្បធម៌បក្កាសន្តិភាពពេញមួយជីវិតស្របតាមតម្លៃស្មារតីដ៏ថ្លៃថ្លាខាងលើដែលស្ថិតនៅយ៉ាងជ្រាលជ្រៅដិតដាមជាប់ជានិច្ចក្នុងឧត្តមគតិជាមរតកវប្បធម៌របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែនខ្ញុំសូមគូសបញ្ជាក់នៅទស្សនៈ
ផ្នត់គំនិតនិងបំណងប្រាថ្នារបស់ខ្លួនដូចតទៅមួយគឺចូលរួមចំណែកយ៉ាងសកម្មតាមរយៈអាវុធបក្កាសន្តិភាពក្នុងចលនាកសាងខឿនការពារជាតិប្រយុទ្ធបដូរផ្ដាច់ការពារអធិបតេយ្យបូរណភាពទឹកដីរក្សាឲ្យបានស្ថិតស្ថេរគង់វង្សនៅសុខសន្តិភាពរបស់មាតុភូមិជាទីស្នេហាដោយខិតខំអស់លទ្ធភាពបំផុសដល់គ្រប់ស្រទាប់ក្នុងសង្គមនៅស្មារតីស្នេហាជាតិមាតុភូមិនិងប្រជាជនពីរគឺចូលរួមចំណែកលើកកម្ពស់មនសិការជាតិបំផុសលើកទឹកចិត្តឧត្តមគតិស្នេហាជាតិនិងស្មារតីម្ចាស់ការដ៏បរិសុទ្ធសំដៅពង្រឹងធ្លុងសាមគ្គីផ្ទៃក្នុងប្រជាជាតិទាំងមូលដើម្បីការពារបុព្វហេតុជាតិមាតុភូមិនិងប្រជាជនកម្ពុជាដ៏ថ្លៃថ្លាឲ្យបានស្ថិតស្ថេរគង់វង្សរាប់ជំនាន់តរៀងទៅ3គឺបដិញ្ញារក្សាការពារដាច់ខាតជ្រុងខ្ពស់ជានិច្ចនៅឧត្តមគតិដ៏ឧត្តមឧត្តមដើម្បីបុព្វហេតុសុខសន្តិភាពវឌ្ឍនភាពនិងវិបុលភាពរបស់ជាតិមាតុភូមិនិងប្រជាជនកម្ពុជាក្នុងពេលបច្ចុប្បន្ននិងរៀងដរាបតទៅអនាគតតាំងពីដើមរៀងមកយើងទាំងអស់គ្នាជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសនៅតែមានជំនឿស្មោះស្ម័គ្រនិងជឿជាក់យ៉ាងរឹងមាំដាច់ខាតលើមគ្គុទ្ទេសក៍ភាពដឹកនាំដ៏ឃ្លាវខ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដែលធ្លាប់ដឹកនាំជាតិបញ្ចប់សង្គ្រាមផ្ទៃក្នុងកម្ពុជានៅឆ្នាំ1998នាំមកនូវសន្តិភាពពេញបរិបូរណ៍ជូនមាតុភូមិនិងប្រជាជននិងថ្មីនេះនៅឆ្នាំ2023បានប្រយុទ្ធឈ្នះបិសាចឥតស្រមោល COVID-19 ដើម្បីបន្តរក្សាការពារសុខសន្តិភាពជូនប្រជាជនកម្ពុជាហេតុនេះលើកនេះទោះបីប្រឈមមុខនឹងវិញ្ញាសាថ្មីមួយយ៉ាងលំបាកសាកល្បងមិនដេចម្ដាកម្លាំងសាមគ្គីជាតិជាធ្លុងមួយរបស់យើងទាំងអស់គ្នាក្រោមមគ្គុទ្ទេសក៍ភាពថ្លៃថ្លារបស់សម្ដេចតេជោហ៊ុនសែននិងសម្ដេចធិបតីហ៊ុនម៉ាណែតប្រកាសជានឹងដណ្ដើមបានជ័យជំនះលើពួកខ្មាំងសៀមឈ្លានពានដែលប្រៀបដូច COVID-19 មានស្រមោលជាក់ជាមិនខានដើម្បីសេចក្តីសុខក្សេមក្សាន្តវឌ្ឍនភាពនិងវិបុលភាពរបស់មាតុភូមិជាទីស្នេហានៃយើងដរាបតរៀងទៅសរុបមកស្មេមានបំណងប្រាថ្នាដ៏ទទូចយ៉ាងស្មោះសរឥតកកនិងទៀងត្រង់ដូចតទៅ1ខ្ញុំចង់រៀបចំពិធីសម្ពោធសៀវភៅរដ្ឋមន្ត្រីកូវីដនៅឱកាសណាមួយតាំងពីមុនពេលឆ្លងឆ្នាំ2025មកម្ល៉េះជាអកុសលសង្គ្រាមការពារជាតិរបស់យើងប្រយុទ្ធប្រឆាំងខ្មាំងសត្រូវសៀមឈ្លានពានដែលផ្ទុះឡើងជាថ្មីយ៉ាងក្តៅគគុកបានបង្កបរិយាកាសជ្រួលច្របល់ខ្វល់ខ្វាយល្អក់កកដែលបានអូសបន្លាយការប្រារព្ធពិធីបែបនេះ2ទោះបីប្រឈមនឹងស្ថានភាពបែបនេះក្តីអ្នកនិពន្ធថ្មីថ្មោងដូចរូបខ្ញុំនេះនៅតែមានបំណងដ៏មោះមុតជ្រះថ្លាខ្វាកចង់ឲ្យការបោះពុម្ពផ្សាយជាសាធារណៈនៅស្នាដៃដំបូងបំផុតរបស់ខ្លួនឲ្យបានឆាប់បំផុតដើម្បីអាចចូលរួមចំណែកកាន់តែផលផុសជិតស្និទ្ធនិងជាក់ស្ដែងជាមួយចលនាជាតិប្រយុទ្ធការពារអធិបតេយ្យបូរណភាពទឹកដីក្នុងបុព្វហេតុសុខសន្តិភាពនិងវិបុលភាពរបស់មាតុភូមិជាទីស្នេហានៃយើង3អាស្រ័យហេតុនេះក្នុងពេលរងចាំដោយអន្ទះសារ
នៅឱកាសដ៏សមស្របណាមួយសម្រាប់ការប្រារព្ធពិធីសម្ពោធជាផ្លូវការនៅពេលខាងមុខខ្ញុំមានគម្រោងរៀបចំដំណើរការកិច្ចការនេះជាបណ្ដាដោយចាប់ផ្ដើមពីបទសម្ភាសន៍ផ្ទាល់របស់ស្មេការផ្សាយតាមបណ្ដាញ YouTube Channel និងតាមមធ្យោបាយផ្សេងទៀតដើម្បីចែកផ្សាយសៀវភៅរដ្ឋមន្ត្រីកូវីដរាជធានីភ្នំពេញថ្ងៃទី7ខែមករាឆ្នាំ2026ស្មេសៀវភៅរដ្ឋមន្ត្រីកូវីដព្រំសុខាវាចាអ្នកនិពន្ធខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមិត្តអ្នកអានដែលបានគាំទ្រការបោះពុម្ពផ្សាយសៀវភៅរដ្ឋមន្ត្រីកូវីដភាគទី1របស់ខ្ញុំការគាំទ្រនេះបានលើកទឹកចិត្តយ៉ាងឃ្លាវខ្លានិងផ្ដល់កម្លាំងចិត្តយ៉ាងកក់ក្ដៅក្រៃលែងដល់រូបខ្ញុំសម្រាប់សំណេរកំណត់ត្រាភាគទី2ភាគទី1ជាសេចក្តីផ្ដើមនៃកម្រងសំណេរកំណត់ត្រាសៀវភៅរដ្ឋមន្ត្រីកូវីដបានបង្កលក្ខណៈងាយស្រួលដល់ការអានការតាមដាននិងការស្វែងយល់ពីគោលដៅអត្ថន័យខ្លឹមសារទៅតាមដំណើរសាច់រឿងក្នុងភាគទី2ហេតុនេះភាគទី2ជាភាគសំខាន់ដែលស្មេមានបំណងបកស្រាយឲ្យបានក្បោះក្បាយទូលំទូលាយដើម្បីជាអត្ថប្រយោជន៍សម្រាប់មិត្តអ្នកអានទាំងអស់ភាគទី2នៃសៀវភៅរដ្ឋមន្ត្រីកូវីដសរសេររៀបរាប់ពីពណ៌នាលម្អិតជាក់ស្ដែងទៅតាមលំដាប់លំដោយកាលប្រវត្តិនៃពេលវេលាពីជីវិតនិងការងាររយៈពេល3ឆ្នាំរបស់អ្នកនិពន្ធម្ល៉េះហើយសំណេរខ្លឹមសារអត្ថបទទាមទារពេលវេលានិងការបកស្រាយអភិប្រាយវែងឆ្ងាយបន្តិចដែលតម្រូវឲ្យសៀវភៅមានច្រើនទំព័រទើបអាចឆ្លុះបញ្ចាំងបានពីការពិតរៀបរាប់ឲ្យបានអស់សេចក្តីដើម្បីមិត្តអ្នកអានងាយស្រួលយល់និងចងចាំដើម្បីកុំឲ្យសៀវភៅរដ្ឋមន្ត្រីកូវីដនេះវែងហួសហេតុដែលមិនចាំបាច់ខ្ញុំបានសម្រេចរៀបចំការបោះពុម្ពផ្សាយភាគទី2នេះជា3ជំពូកជំពូក1ចាប់តាំងពីដើមរឿងរហូតដល់ដំណាច់ឆ្នាំ2021ជំពូក2ចាប់ពីដើមឆ្នាំរហូតដល់ដំណាច់ឆ្នាំ2022ជំពូក3ចាប់ពីដើមឆ្នាំ2023រហូតដល់ការបញ្ចប់បេសកកម្មរបស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី6នៃរដ្ឋសភាទន្ទឹមនោះដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ការអានការតាមដាននិងការស្វែងយល់ទៅតាមលំអានលំដាប់លំដោយនៃសាច់រឿងដ៏វែងអ្នកនិពន្ធរៀបចំឲ្យមានចំណងជើងរងដើម្បីសម្រួលរកឲ្យឃើញភ្លាមនៅទំព័រនៃអត្ថបទដែលមានខ្លឹមសារប្រមូលផ្ដុំខ្លីនិងសំខាន់ឬផ្នែកណាមួយដែលអ្នកអានចាប់អារម្មណ៍លើសពីនេះទៀតក្នុងអត្ថបទតំណែងនិពន្ធមានរំលេចទៅដោយរូបភាពរូបថតរួមទាំងឯកសារកម្រនានាដែលជាទឹកតាំងបន្ថែមកាន់តែជាក់ស្ដែងនិងរស់រវើកសម្រាប់អំណានជាទូទៅខ្ញុំសូមអធ្យាស្រ័យចំពោះភាពយឺតយ៉ាវនៃការបោះពុម្ពផ្សាយសំណេរកំណត់ត្រាភាគទី2នៃសៀវភៅរដ្ឋមន្ត្រីកូវីដនេះអាស្រ័យដោយមូលហេតុជាសត្យានុម័តនិងជាអត្តនោម័តដោយជៀសមិនផុតម្យ៉ាងដោយខ្ញុំបានជម្រាបជូនក្នុងភាគទី1រួចមកហើយថានេះជាការតែងនិពន្ធដំបូងបង្អស់របស់ខ្លួនខ្ញុំផ្ទាល់ដែលស្ទើរតែអាចនិយាយបានថាពាក្យពេចន៍មួយម៉ាត់នៅក្នុងសៀវភៅទាំងអត្ថបទសំណេរចំណងជើងរង
ទាំងកំណាបគឺសុទ្ធតែចេញពីខួរក្បាលពីបេះដូងនិងពីដៃទាំងទ្វេរបស់ខ្ញុំម្យ៉ាងទៀតពេលសរសេរខ្ញុំតែងតែពិចារណាជានិច្ចថ្លឹងថ្លែងនិងសម្រេចចិត្តច្បាស់លាស់ដោយពិនិត្យពិច័យសារចុះសារឡើងដើម្បីផ្ចិតផ្ចង់តម្រង់ទិសឲ្យខ្លឹមសារសំណេរคล้ายជាកតិប្រយោជន៍ដោយពិតប្រាកដនិងវាចាក់ផុតឲ្យបានពីមច្ឆាទិដ្ឋិទាំងអំបាលមានដែលអាចបណ្ដាលឲ្យការគិតនិងការសម្រេចចិត្តសរសេរដោយខុសឆ្គងនិងលង់ទៅដោយក្តីសៅហ្មងដទៃទៀតម្យ៉ាងវិញទៀតសំណេរកំណត់ត្រាភាគទី2នៃសៀវភៅរដ្ឋមន្ត្រីកូវីដត្រូវចាប់ផ្ដើមក្នុងពេលដែលស្មេទើបបានបញ្ចប់ការងារជារដ្ឋមន្ត្រីនិងកំពុងរៀបចំផ្សំខ្លួនជាមួយការងារថ្មីក្នុងខណៈពេលវេលាទេសកាលៈនិងបរិយាកាសនៃប្រក្រតីភាពអន្តរសម័យបន្តវេនពីរដ្ឋាភិបាលចាស់មករដ្ឋាភិបាលថ្មីពីរដ្ឋបាលលំនាំចាស់មករដ្ឋបាលបែបថ្មីនិងពីស្រទាប់មន្ត្រីចាស់មកស្រទាប់មន្ត្រីថ្មីវ័យក្មេងម្ល៉េះហើយស្មេត្រូវប្រឈមដោយជៀសពុំរួចទល់នឹងបញ្ហាផ្សេងដែលបានកើតឡើងនិងដែលផ្ដើមចេញមកពីការវិវត្តប្រែប្រួលផ្លាស់ប្ដូរជាធម្មតាតាមតម្រានៃការកែតម្រង់រដ្ឋបាលសាធារណៈមានសំណួរមួយគួរឲ្យចាប់អារម្មណ៍ដែលមានន័យជាសេចក្តីថាហេតុម្ដេចបានជាអ្នកដែលធ្លាប់ធ្វើជារដ្ឋមន្ត្រីរយៈពេល30ឆ្នាំមិនសរសេរពីជីវិតការងាររបស់ខ្លួនតែរូបខ្ញុំដែលធ្វើរដ្ឋមន្ត្រីបានត្រឹម3ឆ្នាំប៉ុណ្ណោះបែរជាខំសរសេរពីកំណត់ត្រានេះទៅវិញខ្ញុំធ្លាប់បានធ្វើជាអនុរដ្ឋមន្ត្រីនិងជារដ្ឋលេខាធិការរយៈពេល30ឆ្នាំម្ល៉េះហើយពិសោធន៍ការងារជាក់ស្ដែងក្នុងភាពជាអ្នកដឹកនាំកម្រិតរដ្ឋមន្ត្រីរបស់ខ្ញុំមានរយៈពេលប្រហាក់ប្រហែលគ្នានេះដែរភារកិច្ចការងារជាវិញ្ញាសាសាកល្បងកន្លងមកដែលខ្ញុំធ្លាប់បានរ៉ាប់រងរែកពុននិងទទួលខុសត្រូវទៀតសោតក៏ស្ថិតក្នុងកម្រិតជារដ្ឋមន្ត្រីរួចស្រេចហើយទន្ទឹមនោះមានមូលហេតុយ៉ាងសាមញ្ញមួយគឺខ្ញុំបានតាំងសច្ចចាពីដើមរៀងមកថាបើទុកណាជាមិនបានធ្វើរដ្ឋមន្ត្រីក៏ដោយចុះក៏ខ្ញុំនៅតែសរសេរពីកំណត់ត្រាជីវិតនិងការងាររបស់ខ្លួនដែរព្រោះខ្ញុំតែងប្រកាន់ខ្ជាប់ជានិច្ចថាកេរ្តិ៍ឈ្មោះកិត្តិយសនិងសេចក្តីថ្លៃថ្នូរគឺជាគុណតម្លៃជីវិតនិងជាអ្វីដែលនៅសេសសល់តែមួយគត់សម្រាប់រូបខ្ញុំហើយនោះគឺជាអ្វីទាំងអស់ដែលមាននៅក្នុងសៀវភៅរដ្ឋមន្ត្រីកូវីដរយៈពេលធ្វើជារដ្ឋមន្ត្រី3ឆ្នាំជាឱកាសដ៏ពិសិដ្ឋដែលបានសាកល្បងសមត្ថភាពពិតប្រាកដរបស់ខ្ញុំក្នុងការឆ្លងកាត់វិញ្ញាសាពុះពៀអត់ធ្មត់លុតដំស៊ូទ្រាំដ៏ខ្លាំងក្លានៅក្នុងបរិស្ថានបរិយាកាសនិងបរិបទដ៏ចម្លែកខុសធម្មតាដោយសារ COVID-19 រយៈពេល3ឆ្នាំចងចាំមិនភ្លេចព្រោះជារយៈពេលនៃការរាតត្បាតជំងឺឆ្លង COVID-19 នេះគឺជារយៈពេលដែលខ្ញុំបានតស៊ូលុតដំទ្រាំទ្រទ្រួលបញ្ហាប្រឈមសពបែបយ៉ាងដើម្បីធ្វើជារដ្ឋមន្ត្រីផងធ្វើជាប្រធានក្រុមការងារខេត្តក្រចេះនិងស្រុកបាភ្នំផងនិងធ្វើជាឧទ្ទេសចារ្យអំពីភាពជាអ្នកដឹកនាំនិងនវានុវត្តន៍ផងខ្ញុំសូមអះអាងគូសបញ្ជាក់ដោយបេះដូងឡើងវិញដដែលថាសំណេរកំណត់ត្រានេះមិនមែនជាការបង្ហាញគំរូវីរភាពរបស់ស្មេឬគំរូពលិកម្មនិងការលះបង់អ្វីមួយនោះសោះឡើយវត្ថុបំណងសំខាន់បំផុតរបស់អ្នកនិពន្ធគឺចង់ចែករំលែកបង្ហាញពីទស្សនៈផ្នត់គំនិតជាទ្រឹស្ដីសម្រាប់ការអនុវត្តជាក់ស្ដែងនិងឧត្តមមានុវត្ត
ដែលខ្លួនសន្សំបានក្នុងរយៈពេលជាង45ឆ្នាំកន្លងទៅអំណាចដ៏អស្ចារ្យនៃព័ត៌មាននាពេលបច្ចុប្បន្នដែលជាផ្លែផ្កាកើតចេញពីបដិវត្តន៍ឧស្សាហកម្មទាំង4ជំនាន់ក្នុងរយៈពេលជិត3សតវត្សរ៍ចុងក្រោយនេះបានផ្លាស់ប្ដូរពិភពលោកទៅកាន់ភាពស៊ីវិល័យរុងរឿងយ៉ាងឆាប់រហ័សបំផុតប៉ុន្តែជាក្រិតក្រមធម្មជាតិពេលណាមានការវិវត្តន៍ប្រែប្រួលផ្លាស់ប្ដូរជាបរិវត្តកម្មពេលនោះពិតជានឹងមានការប្រឈមជាមួយបញ្ហាថ្មីជាក់ជាមិនខានបាតុភូតអសកម្មនានាដែលបានកើតឡើងនឹងកំពុងคล้ายជាឧបសគ្គដល់អត្ថិភាពដល់ការស្ថិតស្ថេរចីរកាលនិងការអភិវឌ្ឍទាមទារការតស៊ូពុះពៀដោះស្រាយដើម្បីគាំពៀគុណភាពជីវិតមនុស្សជាតិរស់នៅគ្រប់អត្ថគោលលើភពផែនដីយើងនេះដើមអាចគឺព័ត៌មានคล้ายៗដែលជាបិសាចឥតស្រមោលកំពុងយាយីធ្វើទុកបុកម្នេញបំផ្លាញពិភពលោកដែលគ្មានសណ្ដាប់ធ្នាប់ស្រាប់ដូចពេលសពថ្ងៃការចុះមូលដ្ឋានផ្ទាល់ឬការច្បាមជាប់សមរភូមិការងារជាក់ស្ដែងដើម្បីស្វែងយល់ស្រាវជ្រាវរាវរកនិងផ្ទៀងផ្ទាត់ឲ្យបានព័ត៌មានពិតប្រាកដគឺជាវិធីសាស្ត្រនិងជាមធ្យោបាយយ៉ាងសាមញ្ញមួយដែលខ្ញុំចាត់ទុកជាគំរូឧត្តមមានុវត្តដ៏ថ្លៃថ្លានៃភាពជាអ្នកដឹកនាំនៅក្នុងយុគសម័យវិទ្យាសាស្ត្របច្ចេកវិទ្យាជឿនលឿននៃបរិវត្តកម្ម Digital ដែលបញ្ញាសិប្បនិម្មិត AI បានក្លាយជាអភូតហេតុដ៏អស្ចារ្យស្ទើរតែហោះហើរដើរលើអាកាសខ្ពស់ទៅឆ្ងាយហួសផុតពីបញ្ញាមនុស្សមិត្តភ័ក្តិស្និទ្ធស្នាលខ្ញុំម្នាក់ជាអ្នកនិពន្ធវ័យក្មេងមានជំនាញវិជ្ជាជីវៈខាងភូមិសាស្ត្រនយោបាយដ៏ល្បីឈ្មោះបានសម្ដែងការងឿងឆ្ងល់ចំពោះទឹកដៃសំណេរសៀវភៅរបស់ខ្ញុំដែលហាក់ដូចជាបង្កប់ទៅដោយមនោសញ្ចេតនាបែបប្រឡោមលោកទៅវិញខ្ញុំអាចបកស្រាយដោយសំអាងលើតល័យកទាំងអំបាលម៉ានរបស់ខ្ញុំដែលប្រមូលផ្ដុំតែមួយគត់លើជីវិតពិតការងារពិតឆ្លងកាត់ព្រឹត្តិការណ៍ពិតពុំមែនជាការប្រឌិតដោយ AI ភាពចៃដន្យនៃជីវិតរបស់ស្មេផ្សារភ្ជាប់ជានិច្ចជាមួយជីវិតមនុស្សជីវិតគ្រួសារនិងសង្គមជាតិជីវិតតែងជួបប្រទះការព្រាត់ប្រាសនិរិះខ្លោចផ្សាជៀសមិនផុតម្ល៉េះហើយមានចំណុចជាច្រើនដែលលាយឡំទៅដោយរឿងរ៉ាវនៃជីវិតទុក្ខសោកក្រៀមក្រំខ្លោចផ្សាដែលមិនអាចកាត់ផ្ដាច់បានពីអារម្មណ៍ពីមនោសញ្ចេតនាពីជីវភាពស្មារតីនិងចិត្តគំនិតរបស់មនុស្សបានឡើយខ្ញុំប្រកាន់ទស្សនៈថាបើគ្មានមនោសញ្ចេតនាមនុស្សមិនខុសអ្វីពីរុក្ខជាតិពីម៉ាស៊ីនឬពីវត្ថុឥតវិញ្ញាណនោះឡើយការសរសេរកំណត់ត្រានេះទៀតសោតពេលខ្លះប៉ះពៀរៀលដាលទៅដល់រឿងរ៉ាវអតីតកាលដ៏ក្តុកក្តួលធ្វើឲ្យអ្នកនិពន្ធទប់ទឹកភ្នែកមិនបាននេះហាក់ដូចជាបង្ហាញនៅភាពទន់ខ្សោយចុះញោមចំពោះបញ្ហាប្រឈមទាំងឡាយដែលត្រូវដោះស្រាយជាចាំបាច់ប៉ុន្តែផ្ទុយទៅវិញមួយជីវិតដ៏ស្មោះសរទៀងត្រង់ផូរផង់របស់ស្មេពោពេញទៅដោយជំហរទឹកចិត្តនិងបេះដូងដ៏រឹងមាំហ៊ានស៊ូទ្រាំលុតដំលះបង់សពបែបយ៉ាងពុំដែលរុញរាម្ដងណាសោះឡើយខ្ញុំធ្លាប់ឮគេនិយាយថាជាបរោះដើមទ្រូង5ហັດសូវសម្រក់ឈាមតែមិនត្រូវសម្រក់ទឹកភ្នែកខ្ញុំវិញធ្លាប់និយាយថាសូវសម្រក់ទឹកភ្នែក1លានដំណក់ប្រសើរជាងបង្ហូរឈាមសូម្បីតែ1ដំណក់ប៉ុន្តែលើលោកយើងនេះគ្មានទេអ្វីដែលអាចសម្រេចបានតាមបំណងប្រាថ្នាដ៏ចម្លែករបស់ខ្ញុំនោះសោះឡើយព្រោះថា
មនុស្សលោកកំពុងរស់នៅក្នុងភពផែនដីមួយពោពេញដោយបញ្ហាស្អេកស្កះដ៏សែនចម្រូងចម្រាសដែលស្ទើរតែគ្មានដំណោះស្រាយសមស្របមានតែជម្លោះការរងគ្រោះនិងការប្រឈមមុខដាក់គ្នាគ្មានទីបញ្ចប់ទោះបីស្ថិតក្នុងស្ថានភាពជាក់ស្ដែងនាពេលបច្ចុប្បន្ននិងទៅអនាគតដែលពោពេញដោយទុតិដ្ឋិនិយមយ៉ាងនេះក្តីស្មេនៅតែប្រកាន់ជំហរស្មារតីនិងក្តីសង្ឃឹមជាប់ជានិច្ចសម្រាប់ធ្វើជាត្រីវិស័យជាប់ជាប្រចាំដល់ការសរសេរកំណត់ត្រានេះហេតុនេះសំណេរកំណត់ត្រារបស់អ្នកនិពន្ធមានលក្ខណៈចម្រុះឆ្លុះបញ្ចាំងតាមរយៈរដ្ឋបាលសាធារណៈនៅបញ្ហាសង្គមនយោបាយសេដ្ឋកិច្ចផ្សារភ្ជាប់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាតិជាអាតសង្គ្រាមរបបប្រល័យពូជសាសន៍និងយុទ្ធភូមិសាស្ត្រក៏ដូចជាភូមិសាស្ត្រនយោបាយចំណែកឯលំនាំនៃការនិពន្ធទៀតសោតត្រូវបានស្មេរៀបចំតាមរបៀបនៃការតាក់តែងបែបបុរាណផងបែបសម័យផងដោយគួបផ្សំតាមបែបបរទេសផងប៉ុន្តែខំរក្សាអត្ថរូបអត្ថរសអត្ថន័យនិងខ្លឹមសារជាអក្សរសិល្ប៍ខ្មែរមានឃ្លាឃ្លោងពាក្យទំនៀមបុរាណនិងពាក្យពេចន៍ខ្មែរជាច្រើនដែលស្មេខំស្រាវជ្រាវកោះកកាយយកមកប្រើប្រាស់ឡើងវិញដោយផ្ទៀងផ្ទាត់ប្រកបប្រជាតាមវចនានុក្រមខ្មែរជាផ្លូវការនិងបានពិគ្រោះយោបល់ជាមួយអ្នកជំនាញដើម្បីអភិរក្សកេរដំណែលវប្បធម៌សម្បូរបែបរបស់បុព្វបុរសដូនតាសម័យដើមនិងមនុស្សជំនាន់មុនអ្នកនិពន្ធខំប្រឹងអស់លទ្ធភាពរបស់ខ្លួនរក្សាតម្លៃរួមដែលជាវប្បធម៌ទំនៀមទម្លាប់ប្រពៃណីជាតិដោយផ្អែកជាមូលដ្ឋានទាំងស្រុងលើទស្សនវិជ្ជាព្រះពុទ្ធសាសនាដែលជាទស្សនវិជ្ជាមានលក្ខណៈវិទ្យាសាស្ត្រទទួលស្គាល់ដោយអ្នកប្រាជ្ញល្បីៗលើសកលលោក Albert Einstein ជាអ្នកប្រាជ្ញរូបវិទ្យាទ្រឹស្ដីដ៏ល្បីដែលបង្កើតរូបមន្តថាមពលនុយក្លេអ៊ែរធ្លាប់បាននិយាយថា If there is any religion that would cope with modern scientific needs, it would be Buddhism. He believed Buddhism was compatible with science because it avoids dogma, avoids a personal God, and focuses on a cosmic religion that transcends the individual. He also viewed Buddhist principles like widening our circle of compassion as a foundation for freeing oneself from the prison of self-centered desires. ប្រែមកថាប្រសិនបើមានសាសនាណាមួយដែលអាចសម្របបានជាមួយតម្រូវការវិទ្យាសាស្ត្រសម័យទំនើបនោះគឺជាព្រះពុទ្ធសាសនាព្រោះព្រះពុទ្ធសាសនាចុះសម្រុងគ្នានឹងវិទ្យាសាស្ត្រត្រង់ចំណុចដែលថាត្រូវវាចាកពីជំនឿសាសនាងប់ងុលគ្មានការពិចារណានិងត្រូវវាចាកភាពជាទេវតារបស់មនុស្សដែលជឿស៊ប់សាសនាលើមេឃខ្ពស់ហួសពីឋានមនុស្សធម្មតា Einstein ធ្លាប់គិតថាគោលការណ៍ព្រះពុទ្ធសាសនាប្រៀបដូចជាការពង្រីកដែនវិសាលភាពនៃក្តីមេត្តាធម៌របស់យើងគ្រប់គ្នាដែលជាមូលដ្ឋានគ្រឹះសម្រាប់រំដោះខ្លួនចេញពីគុកនៃមហិច្ឆតាអត្តតថៈបុគ្គលខ្លួនឯងសរុបមកវិញខ្លឹមសារនៃសៀវភៅរដ្ឋមន្ត្រីកូវីដឧទ្ទិសរួមសម្រាប់គោលដៅតែមួយគត់គឺជាគតិសម្រាប់ជននានុជនមន្ត្រីរាជការពលរដ្ឋរួមជាតិទូទៅពិសេសយុវវ័យជំនាន់នេះនិងជំនាន់ក្រោយបំណងប្រាថ្នាតែមួយគត់របស់អ្នកនិពន្ធគឺការចែករំលែកនៅមេរៀនពិសោធន៍ផ្ទាល់នៃជីវិតការងាររបស់មន្ត្រីសាធារណៈដែលជាឧត្តមមានុវត្តកើតចេញពីការអនុវត្តសាកល្បងជាក់ស្ដែងនៅទស្សនៈទ្រឹស្ដីនិងសិក្ខាបទសំខាន់ៗក្នុងការងាររយៈពេលជាង45ឆ្នាំកន្លងមក
ពិសោធន៍ការងារដឹកនាំគ្រប់គ្រងជាទូទៅរយៈពេលជាង45ឆ្នាំត្រូវបានចម្រាញ់ប្រមូលស្រង់យកមកចែករំលែកដោយផ្ដើមចេញពីវិញ្ញាសាសាកល្បងនិងការអនុវត្តផ្ទាល់ជាក់ស្ដែងកំឡុងពេល3ឆ្នាំក្នុងបរិបទនៃប្រក្រតីភាពថ្មីឆ្លងកាត់ព្យុះព្យូមា COVID-19 មេរៀនពិសោធន៍ជាអភិក្រមជាប់លាប់គឺការរៀនសូត្រដ៏ទៀងទាត់ជារៀងដរាបមិនចេះចប់នោះគឺរៀនសូត្រពីការងាររៀនសូត្រពីសភាពការស្ថានភាពជាក់ស្ដែងរបស់មនុស្សដែលសម្រេចសម្រួចជាចុងក្រោយគឺរៀនសូត្រពីការដឹកនាំជីវិតការដឹកនាំគឺជាសិល្បៈនៃការគិតនិងការសម្រេចចិត្តដោយចេះប្រើប្រាស់យ៉ាងឆ្លៀសវៃនៅរបៀននៃការប្រមូលចងក្រងរួមបញ្ចូលគ្នានិងចេះផ្សារភ្ជាប់ដ៏ប៉ិនប្រសប់រវាងអំណាចនិងឥទ្ធិពលក្នុងការប្រឈមពុះពៀដោះស្រាយរាល់បញ្ហាទៅតាមពាក្យស្លោកទាំង3ដូចខាងក្រោមមួយគឺចងចាំនិងរៀនសូត្រមេរៀនពិសោធន៍ពីអតីតកាលដើម្បីកសាងអនាគតភ្លឺស្វាង2គឺប្រើប្រាស់ប្រកបដោយវិចារណញ្ញាណពេញលេញនៅបច្ចេកទេសព័ត៌មានវិទ្យាទំនើបសម្រាប់លើកកម្ពស់គុណភាពជីវិតពិសេសគឺត្រូវចេះប្រើប្រាស់បញ្ញាសិប្បនិម្មិត AI ដើម្បីជាគុណប្រយោជន៍របស់មនុស្សជាតិ3គឺអ្វីទាំងអស់គឺដើម្បីចូលរួមកសាងសុខដុមនីយកម្មសង្គមជាតិនិងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិរាជធានីភ្នំពេញខែតុលាឆ្នាំ2025ព្រំសុខាកំណាព្យបទព្រហ្មគិតមានចំណងជើងថារដ្ឋមន្ត្រី3ឆ្នាំឬ3ឆ្នាំចាំមិនភ្លេចនិពន្ធដោយឯកឧត្តមទេសរដ្ឋមន្ត្រីព្រំសុខាកំណាព្យនេះពោលដោយរូបខ្ញុំទេសទុំនិងស្មូតដោយអ្នកនាងពេជ្ជចរិយាជាបទអារដ្ឋានាព្រំបទភុជង្គលីលានិងបទកកតេបែបទំនួញដែលអមដោយសំឡេងទ្រអ៊ូខ្លុយនិងទ្រសោរបស់លោកជួនច័ន្ទថុន3ឆ្នាំចាំជានិច្ចទោះបំភ្លេចម្ដេចនឹងបានខ្មៅសល្អប៉ុន្មានរងរំខានប្រានត្រងត្រាប់វិបត្តិចាត់សកលរែងអំពុលខ្វល់ខ្វាយស្រាប់ជំងឺឈឺឆ្លងស្លាប់លងសន្តាប់ធ្នាប់លោកាមេរោគសោកអប្រិយជនប្រុសស្រីខ្សៃជីវ៉ាពួតដៃឆ្នៃចលនាខ្លាំងអស្ចារ្យថ្លាប្រទ្យាតស៊ូបដូរលះបង់មិនបងអង្គរុងរាំងស្ទះប្រយុទ្ធព្រួតជំនះធន់មាំណាស់ឈ្នះកូវីដកម្ពុលុះលងក្រៃដោយស្នាដៃថ្លៃពិសិដ្ឋដៃជូធ្លូខ្លាំងពិតឆ្នៃប្រឌិតរិទ្ធីស្ដែងដឹកនាំគំពីជាតិរួចរវៀតឃ្លាតចំបែងរិះផងត្រង់ស្ញប់ស្ញែងរួមសំដែងថ្លែងចិត្តស្មោះមន្ត្រីថ្វីពលករស្ម័គ្រស្មោះសរល្អឥតខ្ចោះរួមគ្នាគ្រារងគ្រោះរួចរត់ដោះរស់ប្រក្រតីសំអាងសាងបន្តរួមគាំទ្រដ៏ប្រពៃសម្ដេចស្ដេចមន្ត្រីជ្រូងស្មារតីថ្លៃឧត្តមខ្ញុំពិតត្បិតវាសនា
ចងចែងចាថាត្រូវចំជាអ្នករក្សាសមជួយសង្គមផ្សំប្រជា3 ឆ្នាំចាំជានិច្ចទួងបំផ្លិចម្ដេចនឹងបានខ្មៅសល្អប៉ុន្មានរងរំខានប្រានត្រង់ត្រាប់វិញបាត់ចាត់សង្កលរែងអង្គពលខ្វល់ខ្វាយស្រាប់ជុំងើឈឺឆ្លងស្លាប់លងសន្តាប់ធ្នាប់លោកកាមេរោគសោកអាប់ប្រៃជនប្រុងស្រីខ្សែជីវ៉ាពួតដៃឆ្នៃចលនាខ្លាំងអង្ចាថ្លាប្រជាក់តស៊ូបដូរលះបងមិនបងអង្គរងរាំងស្ទះប្រយុទ្ធព្រួតជំនះធនមាំណាស់ឈ្នះកូវីដកំពុងលងលងក្រៃដោយស្នាដៃថ្លៃពេញសិតដែលចូលធ្លោខ្លាំងពិតឆ្នៃប្រឌិតរិទ្ធធីស្ដែងដឹកនាំគំពីជាតិរួចរវាទឃ្លាតចំបែងរៀងផងត្រង់ស្ញប់ស្ញែងរួមសំដែងថ្លែងចិត្តស្មោះមន្ត្រីទ្វៃពលករស្ម័គ្រស្មងសល្អឥតខ្ចោះរួមគ្នាគ្រារងគ្រោងរួចរ
ដោះរួងប្រក្រដីសំអាងសាងបន្តរួមគាំទ្រដល់ប្របីសំដាច់ស្ដេចមន្ត្រីជ្រងស្មារតីថ្លៃអូដំ ខ្ញុំពិតត្បិតវៀងស្នាចងចែងចាថាត្រូវចំជាអ្នករាំងសាសំជួយសង្គមសំប្រជាប្រធានមានសយុះថ្កើងត្រឹសខ្ពស់ព្រោះមុខងារចាត់ចែងស្ដែងសាធារណៈទ្របព្យាជាផងរាន់ស្ថាប័នកាន់ច្បាប់ជាក់បំរើស្ម័គ្រអ្នកប្រកបរាជការត្រាសម្បត្តិត្រូវស្មោះរត់ក្បត់មិនបានបំរើប្រើចំណេះជាអ្នកចេះម្លេះសំប្រានព្រឹត្តព្រានរៀនឥតខានតាមលំអានសានសុខរាជលុតដំផ្សំជីវិតការងារពិតត្បិតសន្និវាសស៊ូទ្រាំក្រំនិរិះមិនកិច្ចជិះគិះបញ្ហាងារជារដ្ឋមន្ត្រីកូវីដក្តីថ្វីហត្ថាផ្ដូរផ្ដាច់ផ្លេចអាត្មាប្រគៀកស្មាត្រាសម្រេចតាំងចិត្តព្រឹត្តព្រានក្រៃប្រឹងកែខៃឆ្នៃជានិច្ចអន្ទោលទ្រោលភារកិច្ចមិនដែលកិច្ចផ្លេចភ្លើតខ្លួនរបៀនរៀនជាថ្មីធ្វើរដ្ឋមន្ត្រីថ្វីក្រអួនក្រអៅដៅជាប់ជួនខំថែធួនស្ងួនកេរឈ្មោះទោះបីក្តីកន្លងខ្លោចផ្សាផងរងរបួសឥតលៀងទៀងត្រង់ហួសលះបង់ខ្ពស់ព្រោះសាងជាតិមិនខ្វល់ដល់ប្រការមិនប្រាថ្នាថាឃ្លួងឃ្លាតមិនខ្វាយកាយបៀនបៀនមិនឃ្លោមជ្រៀតឆ្លៀតឱកាសឈ្នាននេះរិះច្រណែនគេបត់បែនសែនក្រឡាស់បំណិនប៉ិនបំរាស់លួចបោកប្រាស់ខ្វះគុណធម៌3ឆ្នាំទ្រាំជានិច្ចច្បាមភារកិច្ចលិចបន្តប្រមូលមូលឈូឆរយុទ្ធមិត្តល្អប្រគៀកកិតប្រធានមានសង្យុងថ្កើងត្រឹងខ្ពស់ព្រួងមុខចាត់ចែងស្ដែងសាធារណៈទ្របព្យាជាផងរដ្ឋស
ស្ថាប័នកាន់ច្បាប់ជាក់បំរើស្ម័គ្រអ្នកប្រាកដរាជការត្រាសម្បត្តិត្រូវស្មោះរត់ក្បត់មិនបានបំរើប្រើចំណេះជាអ្នកចេះម្លេងសង្ប្រានព្រឹត្តព្រៀនរៀនអត់ខានតាមលំអានសានសុខរៀងលុតដំផ្សំជីវិតការងារពិតផ្ដិតសន្និវាសសូត្រមក្រមនិរៀងមិនកិច្ចជាងគៀងបញ្ហាងារជារាន់មន្ត្រីកូវីដក្តីថ្វីហាត់ថាបដូរផ្ដាច់ផ្លិចអាត្មាប្រគៀងស្មាត្រាសម្រាប់តាំងចិត្តព្រឹត្តព្រៀនក្រៃប្រឹងកែខៃឆ្នៃជានិច្ចអន្តលត្រលភារកិច្ចមិនដែលកិច្ចផ្លិចផ្លើតខ្លួនរបៀនរៀនជាថ្មីធ្វើរដ្ឋមន្ត្រីថ្វីក្រអួនក្រអៅដៅជាប់ជួនខំថែធួនស្ងួនកែឈ្មោះទួងបីក្តីកន់ឡងខ្លោចផ្សាផងរងរបួងអត់លៀងទៀងត្រង់ហួងលះបងខ្ពងព្រួងសាងជាតិមិនខ្វល់ដល់ប្រការមិនប្រាថ្នាថាខ្លងឃ្លាតមិនខ្វាយកាយបៀនបៀតមិនក្លមជ្រៀតឆ្លៀតឱកាសឈ្នានេះរិះច្រណែនគេបត់បែនសែនក្រឡាស់បំនិនប៉ិនបបរាស់លួចបោកប្រាស់ខ្វាំងគុណធម៌3ឆ្នាំទ្រាំជានិច្ចច្បាមភារកិច្ចលិចបន្តប្រមូលមូលឈូឆយុទ្ធមិត្តល្អប្រគៀកាត់ការងារគ្នាក្រុមរួមសុខដុមហុំពាត់ចិត្តចូលរួមព្រមស្នងស្និទ្ធស្នាប់ស្នេហ៍ចិត្តពិតខំស្មៅមុខងារគ្រាកូវីដ
មិនប្រឌិតត្បិតសោកសៅបំពេញចេញក្រឡៅអ្នកទូទៅនៅអល់ឯងយើងប្រឹងរឹងមាំណាស់ឡើងត្រចាស់ច្បាស់ចម្លែងឥតមាត់ផ្លាត់ប្រកែកប្រកាន់បែកចែកបៈពួកចុះជាប់ភ្ជាប់ភូមិឋានដើម្បីរៀនគ្មានត្រមួកវាយរឹកស្ពឹកឡើងទ្រូកត្រឹងបំពួកឆ្លក់អំណាចមូលដ្ឋានបានរឿងពិតមិនប្រឌិតរឹតកោងកាចភូតភរឆគួរខ្លាចជាបិសាចប្រាជ្ញដឹកនាំកុំអួតត្រួតអេអាយមធ្យោបាយរាយការផ្សំនាំឲ្យខ្សោយដឹកនាំលែងរឹងមាំក្រំគ្រាផ្្លាត់3ឆ្នាំឆ្មាំអ្នកវានុវត្តទាជាបន្ទាត់ចំឡងមងមួក្តាត់បងវិបត្តិប្រត់ទុក្ខាសិល្បៈមគ្គុទេសថ្លើមវិសេសជ្រះថ្លៃថ្លារំលុះដោះបញ្ហាក្បួនសម្មាសម្ពុទ្ធពេជ្រវត្តដាក់ជាសច្ចៈដូចថ្ងៃរះច្បាស់ជាលិចនេត្រាប្រាថ្នាថ្មិចកតបកិច្ចផ្លិចម្ដេចបានកាងារអើយគ្នាក្រុមមើងអើយរួមសុខដុមហុំពាត់ចិត្តចូលរួមព្រមស្នងស្និទ្ធស្នាប់ស្នេហ៍ចិត្តណាងអើយពិតខំស្មៅមុខងារអើយគ្រាកូវីដណាងអើយមិនប្រឌិតក្បិតសោកសៅបំពេញចេញក្រឡៅអ្នកទូទៅងើយនៅអល់ឯកយើងប្រឹងអើយរឹងមាំណាស់ងើយឡើងត្រចាស់ច្បាស់ចំលែកឥតមាត់ផ្លាត់ប្រកែកប្រកាន់បែកញើងអើយចែកបាំងពួកចោះជាប់មើយភ្ជាប់ភូមិឋានអើយដើម្បីរៀនគ្មានត្រមួកវាយរឹកស្ពឹកឡើងទ្រួកត្រឹងបំពួកអើយ
ឆ្លួងអំណាចមូលដ្ឋានអើយបានរឿងពិតមិនប្រឌិតរិទ្ធកោងកាចភូតផឆគួរក្លាចជាបៃសាចញើយប្រាជ្ញដឹកនាំកុំអួតអើយត្រួតអេអាយមាត់យោបាយរាយកាបសំនាំឲ្យខ្សោយដឹកនាំលែងរឹងមាំក្រមគ្រាភ្លាត់3ឆ្នាំឆ្មាំអ្នកវានុវត្តទីជាបន្ទាត់ចំឡងមងមួក្តាត់បងវិបត្តិណាប្រត់ទុកខាសិល្បៈមែងគូតេងថ្លើមវិសេសជ្រះថ្លៃថ្លារំលោះដោះបញ្ហាក្បួនសម្មាសម្ពុតពេជ្រវត្តដាក់ជាងសច្ចៈដូចថ្ងៃរះច្បាស់ជាលិចនេត្រាប្រាថ្នាថ្មិចកាត់តាប់បកាច់ញើភ្លេចម្ដេចបានប្រិយមិត្ត YouTube Channel ទេសទុំជាទីរាប់អានប្រិយមិត្តទាំងអស់ទើបបានទទួលសន្តាប់នៅការបង្ហាញដោយត្រួសត្រាសពីចំណុចសំខាន់ទាំង3នៃផ្នែកចាប់ផ្ដើមមុនឈានចូលទៅដល់ជម្រៅសាច់រឿងរដ្ឋមន្ត្រីកូវីដភាគទី2ដូច្នេះដើម្បីតាមដានខ្លឹមសារជាក់ស្ដែងនៃស្នាដៃអក្សរសិល្ប៍ទំនើបនេះឲ្យបានកាន់តែសុក្រិតលំអិតនិងរស់រវើកបន្ថែមទៀតសូមប្រិយមិត្តមេត្តារងចាំស្ដាប់និងទស្សនានៅការផ្សាយបន្តបន្ទាប់ដែល YouTube Channel ទេសទុំយើងខ្ញុំនឹងរៀបចំបម្រើជូននៅពេលដ៏ខ្លីខាងមុខនេះ
ពិសេសគឺការអានទាំងស្រុងនៅអត្ថបទសិភៅរដ្ឋមន្ត្រីកូវីដភាគទី2ក្រោយពេលដែលការចេញផ្សាយជាសាធារណៈត្រូវបានដំណើរការជាស្ថាពរសូមអរគុណ